សម្ដេចមហាបវរថាបតីហ៊ុនម៉ាណែតគឺលោកបានចុះទៅសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភាគសឹងនៅក្នុងខេត្តព្រះវិហារនៅមណ្ឌលសុវត្ថិភាពវត្តបាក់កម្មចំនួន540គ្រួសារស្ថិតនៅស្រុកត្បាញមានជ័យខេត្តព្រះវិហារហើយសម្ដេចលោកក៏បានបន្តជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជនភាគសឹងនៅក្នុងខេត្តព្រះវិហារនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សាលហៅវត្តគីឡូលេខ8ចំនួន1282គ្រួសារនិងនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែចំនួន774គ្រួសារសម្ដេចលោកក៏បានមានប្រសាសន៍នៅក្នុងเพจផ្លូវការរបស់លោកបន្តទៀតថាសូមថ្លែងអំណរគុណដល់ក្រុមការងារក្រសួងពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់អ្នកស្ម័គ្រចិត្តសប្បុរសជនអង្គការជាតិនិងអន្តរជាតិនិងដៃគូផ្សេងៗព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់នៅក្នុងការរៀបចំទីជម្រកសុវត្ថិភាពផ្ដល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋភាគសឹកទាំងអស់បានស្នាក់នៅបណ្ដោះអាសន្នឲ្យមានសុវត្ថិភាពនិងអាចស្នាក់នៅបាននៅក្នុងគ្រាដ៏លំបាកនេះហើយលោកក៏បានមានប្រសាសន៍បន្តទៀតថារាជរដ្ឋាភិបាលគឺបានកាត់គូយ៉ាងយកចិត្តទុកដាក់បំផុតចំពោះផលប៉ះពាល់ដែលបានដាក់ចេញនៅវិធានការចាំបាច់ចំនួន3នៅក្នុងការដោះស្រាយសម្រាប់បងប្អូនភាគសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញនិងបងប្អូនភាគសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញនិងការស្ដារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតចំណុចទី1សម្រាប់បងប្អូនជនភាគសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបានក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងការពារជាតិក្រសួងមហាផ្ទៃនិងអាជ្ញាធរមូលដ្ឋានបាននឹងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឲ្យជនភាគសឹកអាចវិលត្រឡប់ទៅលំនៅឋានវិញបានកាន់តែឆាប់តាមដែលអាចធ្វើទៅបានក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីននិងក្រសួងស្ថាប័នពាក់ព័ន្ធប្រតិបត្តិការមីននានានិងជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាស៊ីម៉ាក់បាននឹងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដើម្បីធានាថាទីតាំងទាំងអស់នោះគឺមានសុវត្ថិភាពគ្រប់គ្រាន់មុននឹងអនុញ្ញាតឲ្យបងប្អូនជនភាគសឹកនឹងវិលត្រឡប់ទៅកាន់ទីតាំងទាំងអស់នោះវិញជាមួយនឹងការសម្របសម្រួលវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូនរាជរដ្ឋាភិបាលគឺបានបង្កើតគណៈកម្មការចំពោះកិច្ចរៀបចំនិងគ្រប់គ្រងការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតពីចំនួនព្រំដែនកម្ពុជាថៃដើម្បីរៀបចំនិងគ្រប់គ្រងការស្ដារជីវភាពនិងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីចំនួនព្រំដែននេះចំណុចទី2ចំពោះបងប្អូនដែលជាជនភាគសឹកដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបានដោយសារតែស្ថានភាពមិនទាន់អំណោយផលចំពោះមុខនេះរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃក្រសួងរៀបចំដែនដីនគររមណីយកម្មនិងសំណង់រដ្ឋបាលខេត្តអាជ្ញាធរជាគ្រប់គ្រងគ្រោះមហន្តរាយព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងតែកិត្តគូពង្រឹងលើជំរកបណ្ដោះអាសន្ននៅក្នុងករណីចាំបាច់អាចផ្លាស់ប្ដូរជំរកបណ្ដោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងមានភាពប្រសើរជាងបច្ចុប្បន្នរាជរដ្ឋាភិបាលលោកកំពុងតែពិនិត្យផ្ដល់នៅដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្ដែងដើម្បីជួយដល់បងប្អូនអាចរក្សាលំនឹងនិងជីវភាពប្រចាំថ្ងៃនៅក្នុងកំឡុងពេលដ៏លំបាកនេះរហូតដល់បងប្អូនអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញចំណុចទី3ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាននិងសាធារណៈដែលបានរងការខូចខាតមានដូចជាសាលារៀនមណ្ឌលសុខភាពពេទ្យបង្អែកផ្សារផ្លូវស្ពានបណ្ដាញទឹកស្អាតអគ្គិសនីទូរគមនាគមន៍ក្រុមការងារចំពោះកិច្ចបាននឹងកំពុងតែវាយតម្លៃផលខូចខាតទាំងនេះហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិនិងថវិកាដៃគូអភិវឌ្ឍន៍ដើម្បីស្ដារឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធទាំងនេះឲ្យបានឆាប់រហ័សបំផុតតាមស្ថានភាពជាក់ស្ដែងសម្ដេចមហាបវរថាបតីលោកក៏បានមានប្រសាសន៍បន្តទៀតថាគោលការណ៍អតិភិបរបស់រាជរដ្ឋាភិបាលកម្ពុជាគឺមាន2គឺការពារទឹកដីនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋដូចនេះហើយអ្វីៗដែលយើងបានកំពុងតែនឹងធ្វើនេះគឺជាសក្ខីភាពច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រុមការងារលំដាប់ថ្នាក់ជាពិសេសនឹងគឺអាជ្ញាធរមូលដ្ឋានបានប្រើប្រាស់កម្លាំងសរុបរួមគ្នាគ្រប់យន្តការសម្ដៅធានាដល់ការបម្រើនិងផ្ដល់ជំរកសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋហើយនឹងឈានឆ្ពោះទៅស្ដារឡើងមកវិញឲ្យបានល្អប្រសើរទាំងអស់នេះសុទ្ធសឹងតែជាប្រសាសន៍របស់សម្ដេចមហាបវរថាបតីហ៊ុនម៉ាណែតគឺលោកបានផុសផ្លូវការនៅក្នុងเพจផ្លូវការរបស់លោកផ្ទាល់តែម្ដងជាចុងក្រោយបងប្អូនណាត្រូវតែជឿទុកចិត្តទៅលើរដ្ឋាភិបាលជឿទុកចិត្តទៅលើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដើម្បីយើងក៏ដើម្បីជាតិយើងទាំងអស់គ្នាផងដែរជួបខ្ញុំស្រីនួននៅវីដេអូក្រោយ